អូខេជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងមកបង្រៀនអ្នកទាំងអស់គ្នាអំពីរបៀបនៃការប្រើប្រាស់ CapCut ដែលយើងមិនធ្វើការចំណាយទឹកប្រាក់នោះទេអញ្ចឹងការរៀននេះគឺយើងរៀន free ទេអត់មានគិតលុយគិតកាក់អីទេហើយនេះគឺនៅលើ account ដែលអត់មាន login នេះ join pro គឺអត់មានយើងត្រូវធ្វើតើយើង sign in ណាថតឲ្យមើលច្បាស់អញ្ចឹងគឺអត់មានហើយអញ្ចឹងអានេះខ្ញុំ add វីដេអូចូលមកក្នុង CapCut របស់ខ្ញុំមួយដើម្បីធ្វើឲ្យអ្នកនរគ្នាមើលអញ្ចឹងវីដេអូយើងត្រូវថតឲ្យមានគុណភាពច្បាស់ដែរណាចាំយើងយកមកធ្វើវាហើយមួយទៀតនេះខ្ញុំចែកមេរៀន free ហ្នឹងតែមួយតែពីរអីទេពីព្រោះមេរៀនខ្លះយើងអត់ត្រូវ free ទេវាខុសគ្នាបើយើងទៅរៀននៅសាលាក៏យើងត្រូវបង់លុយសាលាឬក៏ត្រូវបង់លុយគ្រូដែរគឺខុសគ្នាតែនេះខ្ញុំបរៀនគឺ free ទេព្រោះមេរៀននេះគឺ free អញ្ចឹងបានខ្ញុំនិយាយហ្នឹងខ្ញុំឧទាហរណ៍ថាទៅធ្វើមេរៀនអីផ្សេងៗណាសំខាន់នេះហ្នឹងតែវាខ្លាំងហ្នឹងក៏យើងត្រូវការកាត់លុយតិចតួចដែរចានេះមេរៀននេះក៏សំខាន់ដែរពីព្រោះអ្នកខ្លះឃើញគេលក់ CapCut Pro ពេញទឹកពេញដីអញ្ចឹងខ្ញុំអត់លក់ទេមិនដឹងថាខ្ញុំផុសឲ្យដឹងគេជេរឬក៏គេ report ទេបាទគឺអត់ដឹងទេអញ្ចឹងអ្វីដែលខ្ញុំធ្វើអ្នកទាំងអស់គ្នាមើលនេះគឺវាមានភាពងាយស្រួលហើយយើងប្រើ Pro ហ្នឹងគឺបានមួយសេរីនេះវីដេអូខ្ញុំទាញអញ្ចឹងខ្ញុំតេស្តធ្វើលឿនទេគឺអត់មានអីដើម្បីអូកឡាយទេអញ្ចឹងយើងទាញ Pro នេះចូលមួយមក Pro មួយណាអូខេ Pro មួយឧទាហរណ៍ខ្ញុំចង់ទាញ Text ខ្ញុំមើល Text ណាដែល Pro មួយទៀតអ៊ីនធឺណិតអត់សូវដើរបាទនេះអូខេ Text នេះ Pro ទាញចូលមួយទៀតណាអូខេទាញចូលតែយើងបាច់ផ្សេងអីក៏បានយើងផ្សេងក៏បានដែរឧទាហរណ៍យើងឧទាហរណ៍ណាចឹងមិនក៏វីដេអូនេះព្រិលឡើងមកខ្ញុំដាក់ filter ទៅហើយពេកនេះចឹងតែខ្ញុំដាក់ filter Pro ដាក់អីហ្នឹងឲ្យអ្នកគ្នាមើលថាយើងប្រើ Pro ហ្នឹងគឺវាគិតលុយអត់អានេះ Pro ដែរទាញដាក់ទៀតព្រោះដាក់ Pro ឲ្យច្រើនមែនទេណាទាញដាក់ហ្នឹងហើយនេះ Pro ដែរណាតែការងារ Pro គេតែយើងធ្វើគឺតែគិតលុយណាហ្នឹងចឹងឥឡូវខ្ញុំនេះមួយទៀតមួយទៀតចាំមិនមួយនេះអត់ឃើញអូខេចឹងគឺ Pro ច្រើនមែនទេហើយយើង effect កើហ្នឹងបាទដាក់អ្នកនរគ្នាមើលទាំងអស់ហ្មងថាវាយើងប្រើ Pro ហ្នឹងប្រើការដាក់ខ្ញុំដាក់ទៀតវីដេអូញ៉ៃពេញហ្នឹងហើយកម្មវិធី Pro ដែលយើងប្រើហ្នឹងតែខ្ញុំបញ្ជាក់ធ្វើបានតែលើ Windows ណា filter នេះហើយមិញ filter ហើយឥឡូវដាក់មកតង់ទៀតសិតតែលំដាប់ Pro នេះមកហើយអូអីគេហៅស្អី music audio ចំ audio ទាញមកទៀតទាញ play នេះក៏ Pro ដែរអូខេអញ្ចឹងរួចរាល់យើងចង់ធ្វើការ render ចាំបើយើងចុច render ទៅវាចេញ head pole អីខ្លះ head pole វាគឺកំពូល Pro មក Pro ត្រូវតែបងលុយណាបងលុយអញ្ចឹងយើងត្រូវធ្វើម៉េចបាយទៅ edit របៀបទី1អ្នកទាំងអស់គ្នាត្រូវតែថតវីដេអូអ្នកទាំងអស់គ្នាឲ្យបានច្បាស់មិនថាវីដេអូទូរស័ព្ទឬក៏ computer ទេថតឲ្យបានច្បាស់ទៅហើយ edit ឲ្យស្អាតអីទៅតែខ្ញុំចាប់ដាក់ទេអញ្ចឹងបន្ទាប់ពីយើងឧទាហរណ៍យើងត្រូវធ្វើឲ្យអស់លីងធ្វើឲ្យអស់ហើយយើង select វាទាំងអស់ឬក៏ control A ណាបន្ទាប់មកយើងចុចហើយយើងយកពាក្យថា create compound clip ឃើញអត់ចេញមកណាអូខេ create compound clip ចុចមួយទៀតចុចមកស្ដាំមួយទៀតយកពាក្យថា pre-process compound clip អញ្ចឹងយើងរងចាំនៅត្រង់កន្លែងនេះដើរឲ្យវាពេញចឹងនៅត្រង់កន្លែងហ្នឹងដើរឲ្យពេញខ្ញុំដាក់អ្នកមើលមួយមកមិនកាត់វីដេអូហ្នឹងយើងយូរបន្តិចទៅម៉ាននាទីហ៎4នាទីអូខេចឹងឲ្យដើរចាំដល់99ខ្ញុំចុចតទៀតណាអូខេកុំឲ្យបាក់
អូខេចឹងវាបាន99 100ពេញចឹងគឺពេញគឺវីដេអូនេះខ្ញុំបាន render រួចរាល់ហើយចឹងយើងទៅយកនៅកន្លែងណាចឹងអ្នកនរគ្នាត្រូវតែមើលឈ្មោះ file របស់អ្នកនរគ្នាផងគឺឈ្មោះប្រមាណនេះ name 06.18 អញ្ចឹងយើង copy នៅនេះគេហៅថា link user ហ្នឹងមកហើយខ្ញុំអាចនឹងតម្លាក់ឲ្យអ្នកនរគ្នា link user ឬក៏ដាក់ទៅតាមឈ្មោះអ្នកទាំងអស់គ្នាឬក៏ចូលបានតាមបែបមួយយើង copy ចឹងមកហើយបន្តមកទៀតយើងចុចនៅត្រង់កន្លែងនេះហើយយើងផាសមកតោះមកយើង enter យើងអត់ទាន់ឃើញយើងចុចបកមកក្រោយ1 2 3បើយើងឃើញ 0.618 618នៅត្រង់នេះអូខេចុចលើវាមកតមកចុចពាក្យ result បន្តមកចុចពាក្យ combine នេះវីដេអូឃើញអត់ហើយផ្ដើមមានអស់លុយណាបានវីដេអូបាត់ហើយទៅធ្វើមិនទៀតគឺមានន័យប្រហែលអ្នកនរគ្នាអូសវាចូលក្នុង Telegram ឲ្យ client យើងមើលអូសចូលទាំង Telegram download មកវិញអូសចូលក្នុងអីផ្សេងក៏បានដែរអញ្ចឹងយើងចង់អូសវាចូលទៅកន្លែងណាក៏បានដែរអត់មានអីទេអូស Telegram ដាក់វាចូលក្នុង Telegram ទៅគឺរួចរាល់នេះអញ្ចឹងវីដេអូគឺស្រួលហើយប៉ុណ្ណឹងអ្នកនរគ្នាអាចធ្វើវាបានឬក៏មួយទៀតខ្ញុំប្រាប់ជំហានមួយទៀតនេះហ្នឹងហើយតម្លាក់តា link ឲ្យអ្នកនរគ្នាធ្វើបានបើថាធ្វើអត់បានទេចាំឆាតមកតែបើគេកាប់ប្រើអញ្ចឹងណាបើ free អត់មានអីទេហើយយើងយកទៅ upload app អីហ្នឹងគឺបានមកឆ្លាញ់ហើយចូលតាមហ្នឹងមកយើងចុចនៅលើហ្នឹងក៏បានដែរចង់អូសវាមកចូលក្នុង Telegram ក៏បានដែរព្រោះខ្ញុំអូសចូល Telegram ហើយឃើញឯកសារអីខ្ញុំអញ្ចឹងណាវីដេអូមានប៉ុណ្្នឹងអរគុណច្រើន